គ្នានេះគឺជាវីដេអូបន្តរបស់យើងតាក់ទងជាមួយនឹងមេរៀន HTML ដែលនៅក្នុងថ្ងៃនេះផងដែរខ្ញុំនឹងលើកយកតែ HTML tag ដែលពេញនិយមតែ3 4ទេនឹងលើកយកមកសិក្សាហើយចែកម្លែកដល់អ្នកគ្នាអូខេអញ្ចឹងកុំឲ្យខាតពេលយូរតោះអូខេចឹងនេះគឺជា HTML tag មួយដែលខ្ញុំលើកមកនិយាយដែលនៅក្នុងនោះមានតាក់ទងជាមួយនឹង P ដែលវាជា paragraph tag មួយ HR tag BR tag ហើយជាមួយនឹង pre tag ចឹងទាំងអស់ហ្នឹងតើវាមានន័យដូចម្ដេចតិចៗយើងនឹងសិក្សាទាំងអស់គ្នាអូខេចឹងការពីវីដេអូមុនគឺយើងសិក្សាទៅលើ P tag ដែរហើយជាមួយនឹង BR tag អូខេចឹងសម្រាប់ P tag ខ្ញុំនឹងធ្វើការ review ឲ្យអ្នកគ្នាវិញប៉ុន្តែនៅក្នុងថ្ងៃនេះយើងក៏ធ្វើការ review បូករួមជាមួយនឹងការបន្ថែមទៅលើ P tag ហើយជាមួយនឹង BR tag ផងដែរអូខេចឹងសម្រាប់ P tag នៅក្នុងនេះក៏ជា tag មួយដែលពេញនិយមគេប្រើប្រាស់វាផងដែរអូខេចឹងអូខេឥឡូវនេះយើងនឹងធ្វើការសរសេរតាក់ទងជាមួយនឹង P tag ដែលវាជា paragraph អូខេចឹងសម្រាប់ការសរសេរនេះគឺខ្ញុំមានទៅលើ P paragraph មួយរួចខ្ញុំ enter អូខេចឹងសម្រាប់ការសរសេរសម្រាប់ការរៀនទៅលើ P tag នៅក្នុងថ្ងៃនេះយើងក៏អាច import ទៅលើភាសាខ្មែរបានដែរយើងអាចចាំបាច់សរសេរតែភាសាអង់គ្លេសក៏បានដែរណាអូខេចឹងឧទាហរណ៍ថាបើខ្ញុំមានទៅលើ P មួយដែលខ្ញុំយកចេញពីនេះចោះណាឥឡូវថាខ្ញុំយកចេញសបាយញូដែលនៅក្នុងហ្នឹងខ្ញុំនឹងធ្វើការយកទៅលើអត្ថបទដែលជាភាសាខ្មែរដាក់ចូលនៅក្នុងហ្នឹងណាការអត់នៅពេលដែលយើងធ្វើការ start សរសេរវាអូខេឥឡូវឧទាហរណ៍ថាខ្ញុំយកថៅប៉ៅ Cambodia នេះចោះតោះមកឧទាហរណ៍ថានៅពេលដែលខ្ញុំចុចវាចឹងមកវានឹងចេញមកមួយទៀតហើយហើយចឹងខ្ញុំចង់ធ្វើការគេ copy វាឧទាហរណ៍ថាខ្ញុំចង់បានប៉ុណ្នេះទៅណាកម្មវិធីនេះទៅខ្ញុំ control បអក្សរ C រួចខ្ញុំផាសវាចូលមកកាន់ content element ដែលវា content tag ដែលវាស្ថិតរវាង start tag ជាមួយនឹង end tag ខ្ញុំផាសវាចូលនៅកណ្ដាលហ្នឹងមកអូខេរួចអ្នកគ្នាធ្វើការ save អូខេចឹងសម្រាប់ការនេះគឺយើងធ្វើម៉េចដើម្បីឲ្យវាស្អាតហើយកុំឲ្យវាបាត់ចឹងអ្នកគ្នាគ្រាន់តែធ្វើការ select ទៅលើមួយជួរហ្នឹងអ្នកគ្នាមកស្ដាំមួយអ្នកគ្នាយកពាក្យ format document ឬក៏ shift alt F អូខេនៅពេលនោះវានឹង format ឲ្យយើងបានមកស្អាតអូខេរួច save មួយអូខេចឹងអ្នកគ្នាអាចមកស្ដាំមួយអ្នកគ្នាអាចយកពី open with live server ណាអូខេចឹងសូមរងចាំផ្លែវានឹងដំណើរការចឹងនេះគឺជាមិញអត្ថបទដែលយើងបាន copy ចេញពីសបាយយូទៅហើយឧទាហរណ៍ថាបើខ្ញុំចង់ឲ្យសេវាកម្មនេះដែលត្រូវបានបង្កើតនេះធ្វើការចុះបន្ទាត់តែម្ដងតែយើងត្រូវធ្វើដូចម្ដេចអូខេចឹងសម្រាប់សេវាកម្មដែលខ្ញុំចង់ឲ្យវាចុះបន្ទាត់បែបនេះគឺខ្ញុំអាចប្រើទៅលើ BR tag បែបនេះអូខេរួច save មួយរួចអ្នកគ្នាចូលមកកាន់នេះឃើញថាសេវាកម្មដែលត្រូវបានបង្កើតនេះចុះបន្ទាត់ប៉ុន្តែមាន tag មួយទៀតដែលអាចឲ្យអ្នកគ្នាទៅ save ទៅតាមអ្វីដែលអ្នកគ្នាទៅ save ដូចនៅក្នុងVS Code ហើយវានឹង display content របស់វានឹងចូលទៅកាន់ browser ដូចគ្នាចឹង pre format tag ដែលគេប្រើវាសម្រាប់ដូចខ្ញុំនិយាយចឹងគឺគេប្រើវាសម្រាប់ធ្វើការសរសេរអ្វីដែលនៅក្នុង VS Code រួចវានឹង display content ដូចគ្នាចូលទៅកាន់browser យើងអូខេទោះអ្នកគ្នាប្រើទៅលើ browser ណាក៏ដោយមិនថា Chrome Firefox Microsoft Edge ក៏អ្នកគ្នាអាចប្រើទៅលើ pre tag បានដែរអូខេណាចឹងយើងឧទាហរណ៍ថាខ្ញុំឧទាហរណ៍កន្លែងនេះខ្ញុំលុបចោលទៅលើ BR tag នេះខ្ញុំលុបចោលហើយបើសិនបើខ្ញុំចង់ឲ្យដូចសរសេរដូចទៅលើ content ដែលយើងសរសេរដូចនៅក្នុង VS Code ខ្ញុំគ្រាន់តែបដូរខ្ញុំចុច P នេះអ្នកគ្នា select វា Control D រួចខ្ញុំសរសេរពីថា pre អូខេរួចអ្នកគ្នាធ្វើការ save អូខេចឹងសម្រាប់រួចអ្នកគ្នាត្រូវចំណាំណាក្រោយនេះឃើញរបស់យើងចុះបន្ទាត់ទេឃើញទេអូខេខ្ញុំ save រួចខ្ញុំធ្វើការ open ដូចរបស់គេនៅលើនេះមានថាយើងសរសេរអ្វីដូចជានៅក្នុង VS Code វានឹង show ឲ្យយើងមើលឃើញណាឧទាហរណ៍ថាបើខ្ញុំចង់ឲ្យនឹងអត្ថប្រយោជន៍នេះខ្ញុំ enter ចុះនៅក្នុង VS Code រួចខ្ញុំ save ហើយខ្ញុំចូលមកកាន់ content របស់យើងមើលឃើញថានឹងសេវាកម្មនេះហើយនឹងអត្ថប្រយោជន៍នេះឃើញទៅការចុះបន្ទាត់ដែរណាចឹងមានថាអ្វីដែលយើងសរសេរនៅក្នុង pre tag វានឹងបង្ហាញ display ដូចគ្នាជាមួយនឹងសរសេរនៅក្នុង VS Code វានឹងបង្ហាញ display content ចូលទៅកាន់ browser ដូចគ្នាអូខេហើយនេះ beyond មុននេះគឺយើងបានរៀនហើយសម្រាប់ HR tag គឺមានថាវា define a thematic change in the content អញ្ចឹងកន្លែងនេះគឺគេប្រើវាអាចសម្រាប់ធ្វើគេសម្រាប់ធ្វើការខណ្ឌចែករបៀប content ខាងលើហើយជាមួយនឹង content ខាងក្រោមអញ្ចឹងកុំឲ្យវាញ៉ាំយូរឥឡូវខ្ញុំនឹងធ្វើការសរសេរឲ្យអ្នកគ្នាអូខេឧទាហរណ៍ថាឥឡូវនេះខ្ញុំនឹងមានទៅលើនេះមួយចុះណាខ្ញុំនឹងយកចេញអត្ថបទចេញពីនេះមួយចុះខ្ញុំសូម copy ជម្រើសដែលទុកតំណែងតសម័យនេះ Control C មួយរួចខ្ញុំធ្វើការ pass វាចូលមកកាន់ VS Code យើងអញ្ចឹងនៅកន្លែងនេះខ្ញុំអាចធ្វើការ import សរសេរខ្ញុំចង់ប្រើទៅលើ P tag រួចខ្ញុំធ្វើការ copy paste ទៅលើ content ដែលយើងបាន copy ចេញពីសបាយយូមុនហ្នឹងអូខេយើងសាកមើលមកកាន់នេះសិនថាវាចេញឲ្យត្រូវអត់អូខេអញ្ចឹងកន្លែង P នេះអ្នកគ្នាអាចប្រើទៅលើ heading ដូចនៅក្នុងមេរៀនមុនក៏បានដែរណាអូខេខ្ញុំអាច control D មកអូខេ head 1ចុះអាចប្រើទៅលើ heading ក៏បានដែរណាឧទាហរណ៍ថាឥឡូវនេះយើងចង់បានបន្តមួយដែលខាងចែករវាង content ខាងលើនេះហើយជាមួយនឹង content ខាងក្រោមនេះតើយើងត្រូវធ្វើដូចម្ដេចអញ្ចឹងសម្រាប់របស់ HR tag ដែលយើងបាននិយាយមុនហ្នឹងគឺមានថាវា define thematic change in the content អូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំមានទៅលើ HR នឹងសរសេរចូលមកណា enter
bây giờ khi xéo bây giờ khi display từ cánh content đó khi quay content để vi miên từ lỡ sai toàn mũi đại vẹn thế tôi nhỏ khi zoom out zoom in có khớn sai toàn nó display content ở dưới mưa khơi này nè cho nên thay vì ban chạy content khăn chạy content khăn lỡ cho muốn nó content khăn cầu hai lời thì nhỏ khi có ai trả lời HR thấy nó khăn cầu anh này nè tôi họ thay cho mình HR một tiết hai xem ca xe từ lời khó lớn nhỏ khi có ai upload từ color sense trên ban này con tài nhỏ khi ra từ lời bị thác color ok color hai là dân trong ban portrait ok dân quay bị thác OED nè khơi biết nó display out hai xem tùm hôm nhỏ khi có ai thắc ca các ban này nè con tài nhỏ khi quay bị thác vị ok là ưu cho thay trong ban 10 pixel ok biết nó tranh out 10 pixel ok rồi xem bạn nhỏ khi trong ban PT ok nhưng trong ban tập ban nó có ban đấy nè ok ok ban năng cái tế hai dần content nào khi chụp nhóm nơi video cải thiện ok bye